ឆ្ងាយពីភ្នែកឆ្ងាយពីចិត្តយើងងាយនឹងបំភ្លេចនឹងរលឹកដល់អ្នកដែលត្រូវបានចាក់សោចេញពីសង្គមដែលរស់នៅក្នុងទ្វារបិទចិត្តជាច្រើនជូនដែលមើលឃើញពិភពខាងក្រៅហើយមានរឿងជាច្រើនទៀតដែលពុំគួរកើតឡើងឡើយការរងទារុណកម្មគឺជាបញ្ហាមួយជាចម្បងដែលមានទម្រង់ជាច្រើនរូបភាពហើយវាបានបំផ្លាញសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដែលមានកើតឡើងស្ទើរគ្រប់ប្រទេសគ្រប់ទីកន្លែងទូទាំងពិភពលោកពិធីសារបន្ថែមលើអនុសញ្ញាប្រឆាំងទារុណកម្មជានីតិវិធីក្នុងការផ្លាស់ប្ដូរអំពើមួយនេះដោយធ្វើការបង្ការប្រសើរជាងប្រតិកម្មដោយធ្វើការសកម្មប្រសើរជាងការថ្កោលទោសដោយស្នើឲ្យរដ្ឋភាគីបើកសិទ្ធិដោយមានការទស្សនៈត្រួតពិនិត្យរកកន្លែងឃុំឬឃាត់ខ្លួនយន្តការបង្កើតថ្នាក់ជាតិត្រូវបានបង្កើតឡើងដោយរដ្ឋភាគីហើយជាស្ថាប័នឯករាជ្យដែលមានតួនាទីក្នុងការត្រួតពិនិត្យគ្រប់ពេលនៃរាល់កន្លែងដកហូតសេរីភាពកន្លែងគ្រប់គ្រងដោយសង្គមគិច្ចនិងកន្លែងឃាត់ឬឃុំខ្លួនឬរាល់កន្លែងដែលសង្ស័យងាយមានអំពើទារុណកម្មកើតឡើងដែលពុំចាំបាច់ផ្ដោតដំណឹងជាមុននេះជាកិច្ចការចាំបាច់ដែលអាចបង្ឈប់រាល់សកម្មភាពនៃការធ្វើទារុណកម្មដោយលួចលាក់ពុំឲ្យកើតមានដោយបំបត្តិរាល់ការអនុវត្តខុសនិងសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីរកដំណោះស្រាយផ្ដល់ជាអនុសាសន៍ក្នុងការគ្រប់គ្រងដែលមានវឌ្ឍនភាពល្អប្រសើរជាប្រព័ន្ធបង្ការសកល UPCAT ក៏បានបញ្ចូលអនុគណៈកម្មការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិដោយធ្វើទស្សនកិច្ចរដ្ឋភាគីនិងផ្ដល់ជាអនុសាសន៍ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋភាគីហើយធ្វើការគាំទ្រយន្តការបង្ការថ្នាក់ជាតិក្នុងការអនុវត្តឲ្យបានល្អនៅការចូលជារួមជាមួយ UPCAT ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការពុំឲ្យមានអំពើទារុណកម្មអំពើបន្តិចបន្តោសអំពើអមនុស្សធម៌រដ្ឋភាគីត្រូវមានឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្លួននិងសំខាន់បំផុតគឺផ្ដល់សេចក្តីទុកចិត្តដល់ពលរដ្ឋដែលរស់នៅពីក្នុងទ្វារបិទចិត្តទោះត្រូវបានដកហូតសេរីភាពនិងឆ្ងាយពីភ្នែកតែក្នុងចិត្តវិញគឺពុំដែលត្រូវបានបំភ្លេចទុកចោលនោះទេរួមគ្នាបង្ការទប់ស្កាត់និងប្រឆាំងទារុណកម្មដើម្បីកម្ពុជាជាសង្គមមួយគ្មានទារុណកម្ម